បាទសួស្តីបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញអំពីការអាប់ដេតថ្មីរបស់ website Bitwig របស់ខ្ញុំអញ្ចឹងទី1ខ្ញុំបានអាប់ដេតបន្ថែមនៅ button category បាទសម្រាប់ជំនួយការក្នុងការ searching បាទអញ្ចឹងមកថាយើងចង់ស្វែងរកវីដេអូពាក់ព័ន្ធនឹង new អញ្ចឹងយើងគ្រាន់តែ click លើ button នឹងមកវាបង្ហាញប្រភេទវីដេអូដែលនិយាយអំពីព័ត៌មានបាទអញ្ចឹងយើងចង់មើលប្រភេទកំសាន្តយើង click មកគឺវាបង្ហាញវីដេអូប្រភេទកំសាន្តហើយបាទហើយនេះវាបង្ហាញប្រភេទវីដេអូទាំងអស់មកវិញហើយក្នុងហ្នឹងក៏យើងអាច search បានដែរយើងចង់ search ប្រភេទឈ្មោះវីដេអូណាយើងអាចវាយមកហើយចុច enter មកអញ្ចឹងវានឹង search វីដេអូហ្នឹងមកហើយបាទហើយទី2បាទទី2ពីមុនពេលដែលខ្ញុំ hold mouse នៅលើវីដេអូណាមួយហើយពេលដែលយើងអូសចេញវិញគឺវា stop ត្រឹមកន្លែង frame ដែលវា stop ហ្នឹងបាទវាបានផាសកន្លែង frame ដែលវាបានឈប់ហ្នឹងឥឡូវខ្ញុំបានកែសម្រួលមកវិញនៅពេលដែលយើងអូស mouse ចេញគឺវា back ទៅ menu thumbnail នៃវីដេអូបាទបើសិនជាវីដេអូនៅមាន thumbnail គឺវាត្រឡប់ទៅ menu thumbnail វិញបាទវាត្រឡប់ទៅធាតុដើមវិញបាទហើយបើវីដេអូនោះអត់មាន thumbnail ទេគឺវាបង្ហាញ clip ពីមុនវាបង្ហាញ clip 0 frame នៃដំបូង clip រូបភាពនៃដំបូងនៃ clip អញ្ចឹងមកថា clip វីដេអូខ្លះវា fade ខ្មៅអញ្ចឹងវាបង្ហាញវាចេញវីដេអូនឹងពណ៌ខ្មៅបាទអញ្ចឹងវាអត់ល្អទេអញ្ចឹងខ្ញុំបានឲ្យវាបង្ហាញពាក់កណ្ដាលនៃវីដេអូរូបភាពនៃពាក់កណ្ដាលនៃវីដេអូបាទអញ្ចឹងវីដេអូលែងបង្ហាញពណ៌ខ្មៅហើយគឺវាបង្ហាញរូបសកម្មភាពពាក់កណ្ដាលនៃវីដេអូនឹងតែម្ដងហើយបើសិនជាមាន thumbnail គឺវា back ទៅបង្ហាញ thumbnail វិញបាទអញ្ចឹងយើងទោះបីយើងអូសម៉ៅត្រឡប់ទៅលើយ៉ាងម៉េចក៏ដោយគឺវារក្សាទម្រង់ដដែលបាទវាអត់ធ្វើឲ្យវីដេអូនឹងច្បោកច្បល់ញ៉ៃញ៉ៃទេបាទវីដេអូនឹងមិនគឺវាចេញមកវិញអញ្ចឹងដដែលអញ្ចឹងនឹងទី2បាទហើយទី3ខ្ញុំបានអាប់ដេតនៅក្នុង Video Manager ក្នុង Video Manager នេះខ្ញុំបានក្នុង profile កន្លែងនេះគឺជា cover បាទអញ្ចឹងនៅពេលដែលយើងចូលក្នុង Video Manager កន្លែងនេះខ្ញុំដូរ menu ជា Video Grab Chat មកវិញបាទអញ្ចឹងវាបង្ហាញអំពីថ្ងៃទី1ដែលយើងបាន upload វីដេអូបាទវីដេអូទី1ដែលយើងបាន upload មក December ថ្ងៃទី19ខែ12ថ្ងៃទី19យើងបាន upload មកវីដេអូមួយថ្ងៃទី20យើងបាន upload វីដេអូមួយទៀតថ្ងៃទី22នេះវីដេអូយើងមាន3ថ្ងៃទី23នេះវីដេអូដែលយើង upload នោះមានចំនួន18បាទអញ្ចឹងនេះជាវីដេអូ Grab Chat វាបង្ហាញអំពីកំណត់ហេតុនៃការ upload វីដេអូរបស់យើងណាអញ្ចឹងវាងាយស្រួលមួយយ៉ាងដែរហើយទី4វីដេអូ admin នៃ website នេះបើសិនជាវីដេអូណាគាត់ល្មើសច្បាប់ឧទាហរណ៍ថាគេហាមគាត់មិនឲ្យ upload ប្រភេទវីដេអូអាភាសអីចឹងណាអញ្ចឹង admin page នេះមានសិទ្ធ restrict វីដេអូរបស់យើងបាទឬយើងហៅថា block បាទអញ្ចឹងដល់ពេលដែល admin គាត់ block ហើយវីដេអូហ្នឹងគឺយើងអាចបើកមើលបានទេហើយវាសម្រាប់ម្ចាស់វីដេអូអាចមើលឈ្មោះមើលអីធម្មតាបានតែ play មិនអាច play បានទេហើយ user ក្រៅពីយើងអ្នក upload គឺក៏មើលអត់បានដែរបាទអញ្ចឹងនេះជាវីដេអូ restrict បាទហើយទី5ខ្ញុំបានអាប់ដេតនៅក្នុង view detail ណា view detail នៃវីដេអូខ្ញុំបានបន្ថែម Grab Chat ដែរបាទអញ្ចឹង total video view បាទ51 total comment total like
total gas slide បាទខ្ញុំបានលំអិតឲ្យកាន់តែច្បាស់បាទអានេះសម្រាប់user ដែលអត់ទាន់មានឈ្មោះត្រឹមត្រូវបើសិនជាគាត់ចុច like វា view ក្នុងនេះហើយនេះជាប្រភេទ user ដែលមាន account ត្រឹមត្រូវបាទអញ្ចឹងខ្ញុំបានលំអិតឲ្យច្បាស់តែម្ដងនេះ guys view បាទចំនួន user បានមើល5នាក់ហើយចំនួន view 51ដងបាទ link view អត់មានទេអត់តាន់មានណាមើល share ទៅ link view ទេបាទអញ្ចឹងសរុប total view 51ហើយនេះចំនួនប្រវែងនៃអ្នកមើលវីដេអូយើងអមថាគេមើលម្ដងបាន1នាទីអញ្ចឹងវាកត់ទុក1នាទីតមកអ្នកមើល view ទី2មើលបានឧទាហរណ៍ថា3នាទីអញ្ចឹងវាបូកview ទី1បាន1នាទី view ទី2បាន3នាទីវាបូក4នាទីអញ្ចឹងអ្នក view មើលវីដេអូទាំង lain ហ្នឹងគឺមើលបានត្រឹមណាគឺវាបាន note ចំនួនអ្នកមើលហ្នឹងប្រវែងអ្នកមើលហ្នឹងវាបាន note គ្រប់ view ទាំងអស់ហើយវាមកសរុប total នៅក្នុងនេះអញ្ចឹង total view ទាំងអស់51 view ហើយចំនួនការមើលប្រវែងនៃការមើលទាំង56 view ហ្នឹងបាន21នាទីបាន21នាទីជាងបាទហើយវីដេអូនេះតាប្រវែងតែ1នាទី.24 second ទេបាទអញ្ចឹងវាសរុប total ទាំងអស់51 view ហ្នឹងមើលបាន21នាទីប្រវែងនៃការ view ឡើងហ្នឹងបាទអញ្ចឹងខ្ញុំលម្អិតកាន់តែច្បាស់កាន់តែលម្អិតបាទហើយនេះជា grab chat view time បាទ view ថ្ងៃទី1បានថ្ងៃទី20អ្នកមើលបាន1 view ថ្ងៃទី23អ្នកមើលឡើងដល់2 view បាទអញ្ចឹងវាបង្ហាញពីទិន្នន័យកន្លងមកបាទហើយបន្ទាប់ទៀតខ្ញុំបានអាប់ដេតនៅក្នុង page upload បាទអញ្ចឹងនៅពេលដែលយើង upload វីដេអូឧទាហរណ៍បាទអញ្ចឹងឧទាហរណ៍ពីមុននៅពេលដែលខ្ញុំចុច select យកវីដេអូគឺវាអត់បង្ហាញវីដេអូទេបាទវាមានតែឈ្មោះទេបាទតែឥឡូវគឺនៅពេលដែលយើងចុច upload វីដេអូមកគឺវាបង្ហាញវីដេអូស្រាប់ឲ្យយើងមើលបាទមុននឹងយើង upload បាទបាទហើយឈ្មោះនៃវីដេអូរបស់យើងបាទហើយខ្ញុំបានបន្ថែមកន្លែងនេះសម្រាប់យើងកំណត់ឲ្យហើយយើងចង់នៅពេលដែលយើង upload ទៅយើងយកជា private ឬក៏យើងយកជា public worldwide បាទបើយក private យើងមើលបានតែម្នាក់ឯងបើយើងយកជា public នេះមើលឃើញទាំងអស់គ្នាបាទហើយខ្ញុំបានបន្ថែម category កន្លែងនេះហើយតើវីដេអូយើងជាប្រភេទអ្វីបាទបើជាប្រភេទ entertainment យើង select entertainment ទៅបាទបើប្រភេទ new យើង select new មកបាទហើយវីដេអូយើងចង់ដូរថ្ងៃតើវីដេអូយើងនឹងបានថតនៅថ្ងៃណាអីចឹងយើងអាចកំណត់បានបាទអញ្ចឹងនេះខ្ញុំបានអាប់ដេតប៉ុណ្ណឹងបាទ